សួស្តីបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនទៅធ្វើញោមស្វាយបកាក្រៀមបែបសាមញ្ញតាមផ្ទះក៏បានតាមហាងក៏បានប៉ុន្តែវាជាបែបសាមញ្ញតោះយើងទៅមើលវីដេអូទាំងអស់គ្នាបងប្អូនច្បាស់ជាឆ្ងល់ហើយថាហេតុអ្វីញោមស្វាយខ្ញុំអត់ចាំបាច់ស្វាយជាមួយនឹងអំបិលឲ្យវាចេញជាតិជូរមូលហេតុដែលខ្ញុំអត់ចាំបាច់ស្វាយជាមួយអំបិលដោយសារតែស្វាយរបស់ខ្ញុំនេះគឺអត់មានជាតិជូរទេអញ្ចឹងខ្ញុំអត់ចាំបាច់ជាមួយនឹងអំបិលទេប៉ុន្តែបើសិនជាបងប្អូនស្វាយរបស់បងប្អូនមានជាតិជូរខ្លាំងហ្នឹងបងប្អូនអាចចាំបាច់ស្វាយជាមួយអំបិលស្ករប៊ីចេងទៅហើយអាប់វាបន្តិចទៅហើយលាងចោលដើម្បីកាត់ជាតិជូរតែសម្រាប់ស្វាយរបស់ខ្ញុំគឺអត់មានជាតិជូរទេអញ្ចឹងខ្ញុំអត់បានច្បាច់ចេញទេអរគុណសម្រាប់ទឹកជ្រលក់ដែលនេះគឺខ្ញុំបានលាយស្រេចហើយលាយគ្រឿងក្រៅដូចជាស្ករប៊ីចេងទឹកត្រីអីរួចហើយនឹងម្ទេសខ្ទឹមសសម្រាប់ចំណង់ចំណូលចិត្តបងប្អូនភ្លក់មើលថាឆ្ងាញ់ប៉ុណ្ណាបងប្អូនដាក់ប៉ុណ្ណឹងទៅលាយតាមចំណង់ចំណូលចិត្តរបស់បងប្អូន